សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូស្ដីអំពីកម្មវិធី Microsoft Power BI ដែលកម្មវិធីនេះខ្ញុំបានទម្លាក់ចូលទៅក្នុងក្រុមរបស់យើងកាលពីម្សិលមិញទម្លាក់ចូលក្នុងក្រុមកាលពីម្សិលមិញខ្ញុំរកមើលសិនបាទនេះជាកម្មវិធីនេះអញ្ចឹងអ្នកទាំងអស់គ្នាអាច download វាអ្នកទាំងអស់គ្នាអាច download វា Power BI on desktop នេះរួចហើយយើង install វាចូលចំពោះការ install វានេះមិនចាំបាច់ប្រើ serial អីទេអត់មានត្រូវការប្រើ serial ទេហើយក៏មិនត្រូវការ file script ដែរអញ្ចឹងយើងប្រើជា offline ទេសម្រាប់ Power BI នេះមានន័យថាយើងប្រើសម្រាប់ desktop ប្រភេទ Power BI មានច្រើនមាន Power BI ជាលក្ខណៈក្រុមហ៊ុនមាន Power BI ជាលក្ខណៈគ្រួសារមាន Power BI សម្រាប់ជាបុគ្គលជា user online និយាយទៅបើយើងនិយាយថា Power BI បែបជាក្រុមហ៊ុន online វាគឺជាកម្មវិធី SAP ERP តែម្ដងដែលយើងត្រូវការប្រើ user ដែលយើងត្រូវការប្រើ password និងសុំ register online ជាមួយគេតែអ្វីដែលយើងប្រើនៅពេលនេះគឺយើងប្រើជាមួយនឹង desktop ជា offline ទេហើយប្រើទៅយើងបានតែម៉ាស៊ីនកុំព្យូទ័រយើងមួយទេពេលដែល install បានហើយអ្នកទាំងអស់គ្នានឹងបាន icon មួយនៅលើ desktop ដែលដាក់ឈ្មោះថា Power BI នេះតែម្ដងអញ្ចឹងបាន icon មួយដាក់ថា Power BI អញ្ចឹង Power BI នេះអ្នកទាំងអស់គ្នាបើកវាមកចុច double click លើវាចុច double click លើវាជា Microsoft Power BI ហ្នឹង double click លើវាមកបាទនឹងចេញផ្ទាំងមួយដាក់ថា Power BI Desktop ហើយអ្នកទាំងអស់គ្នាមានអាចចុចសញ្ញាខ្វែងបិទនេះក៏បានឬមួយក៏អ្នកទាំងអស់គ្នាអាចយក Get Start ក៏បានអញ្ចឹងខ្ញុំយក Get Start បើសិនជាករណីយក Get Start ហើយត្រូវឲ្យយើងវាយ Gmail ចូលមានន័យថា Gmail ហ្នឹងគឺយើងមាន user យើងមាន sign in នៅក្នុង Power BI បើយើងអត់មានទេសូមអ្នកទាំងអស់គ្នាចុចខ្វែងចោលណាចុចខ្វែងចោលការធ្វើបែបនេះគឺមានន័យថាយើងធ្វើជាលក្ខណៈ offline ទេកម្មវិធីដូចជា Microsoft Office ដែរបាទកម្មវិធីដូចជា Microsoft Office ដែរអ្នកទាំងអស់គ្នាចូលទៅក្នុង Excel ចឹង file របស់យើងដែលយើងប្រើសម្រាប់ Power BI មានជា file Excel មានជា file SQL តែទោះបីជាអ្នកទាំងអស់គ្នាប្រើ Power BI ក៏ដោយក៏មិនចោលកម្មវិធី Excel ដែរក៏មិនចោលកម្មវិធី Excel ដែរអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅលើ Excel ហើយរាវរក file ដែលតាក់ទងជាមួយនឹងទិន្នន័យនៃការលក់ឬក៏ file ដែលយើងចង់វិភាគកន្លែងណាមួយ file ដែលយើងចង់វិភាគអញ្ចឹង file ដែលយើងចង់វិភាគនៅកន្លែងនេះគឺតាក់ទងជាមួយនឹង exercise tool របស់យើងដែលខ្ញុំតម្លាក់ចូលអញ្ចឹង exercise tool ដែលយើងធ្វើជា chart board chart យើងធ្វើជា graphic អីផ្សេងនោះគឺយើងយកវាមកវិភាគជាមួយនឹង Power BI វិញអញ្ចឹងអ្នកទាំងអស់គ្នាចុចលើវាមកយកពាក្យថា open ពេលដែលយើងកំពុងតែវារាវរកកំពុងតែ browse ចូលទៅលើ Power BI នៅក្នុង file Excel របស់យើងដែលនិយាយគ្នាកាលពី homework ទី2ហ្នឹងមាន2 sheet មាន data cost និង data cell data cost គឺនិយាយអំពីថ្លៃដើម data cell និយាយអំពីទិន្នន័យនៃការលក់អញ្ចឹងអ្វីដែលយើងចង់វិភាគគឺយើងចង់វិភាគជាមួយនឹងទិន្នន័យនៃការលក់អញ្ចឹងយើងចុចលើ tick ទិន្នន័យនៃការលក់មកវានឹងចេញមកឲ្យយើងទិន្នន័យនៃការលក់ទិន្នន័យនៃការលក់នេះយើងសូមអ្នកទាំងអស់គ្នាយកពាក្យថាពេលដែលចង់ទាញវាចូលទៅក្នុង Power BI ដើម្បីវិភាគសូមអ្នកទាំងអស់គ្នាយកពាក្យថា load យកពាក្យថា load នេះណាហើយចុចOK ហើយចុចលើវាតែម្ដងវាប្រើរយៈពេលតាម speed computer
tam RAM computer បើ RAM computer ទាបវាដើរយឺតបើ RAM computer ខ្ពស់វាដើរលឿនអញ្ចឹងពេលអ្នកទាំងអស់គ្នាចុចទិន្នន័យនឹងមកនឹងបាន power BI នឹងទិន្នន័យដែល data cell របស់យើងនឹងរត់មកផ្នែកខាងស្ដាំដៃខាងនេះនេះនៅផ្នែកខាងស្ដាំដៃខាងនេះជា data cell របស់យើង select លើវាចុចលើវាមកនឹងបានទិន្នន័យជាច្រើនដែលនិយាយអំពី data cell អញ្ចឹងយើងមានសញ្ញាព្រួញមានសញ្ញាធំតូចនៅគៀននេះបើយើងចុចលើវានឹងចេញទៅលើពាក្យទៅលើ column ដែលនៅក្នុង Excel របស់យើងមាន column ថ្ងៃខែមាន column item មានឈ្មោះអ្នកលក់មានថ្លៃមួយឯកតានិងមានបរិមាណក្នុងការលក់អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ធ្វើការវិភាគទៅលើ item បើអ្នកទាំងអស់គ្នាចង់វិភាគទៅលើអ្នកឈ្មោះអ្នកលក់បើអ្នកទាំងអស់គ្នាចង់វិភាគទៅលើបរិមាណនៃការលក់អ្នកទាំងអស់គ្នាត្រូវគូស tick សញ្ញា tick ទៅលើវាអញ្ចឹងពេល tick បែបនេះវានឹងចេញទិន្នន័យមកឲ្យយើងចំពោះតើមុខទំនិញអីដែលបុគ្គលម្នាក់លក់បានមុខទំនិញអីដែលបុគ្គលម្នាក់លក់បានហើយតើលក់បានចំនួនបរិមាណប៉ុន្មានវានឹងចេញឲ្យនៅក្នុងនេះប្រសិនបើអ្នកទាំងអស់គ្នាចង់យកឆាតចង់បង្កើតទៅជាឆាតទៅជាក្រាបណាជាមូលដ្ឋានគ្រឹះទី1នៅ Power BI នេះអ្នកទាំងអស់គ្នាយកក្រាបមួយណាក៏បាននៅផ្នែកខាងស្ដាំដៃនេះនៅផ្នែកមួយខាងស្ដាំដៃនេះដែលគេហៅថាជា Market Information System ហើយ Market Information System តែម្ដងនៅក្នុងនេះខ្ញុំសូមយកក្រាបជារង្វង់ជា pie chart ចុះខ្ញុំយកជា pie chart វានឹងចេញ pie chart មកឲ្យយើងអញ្ចឹងនេះគឺជាទិន្នន័យនៃការលក់អំពីផលិតផលយើងបរិយាធំបន្តិចមកទិន្នន័យនៃការលក់ផលិតផលដែលទៅតាមបុគ្គលម្នាក់ហើយទៅតាមប្រភេទនៃផលិតផលដែលបានលក់តែនៅពេលនេះខ្ញុំសូមជ្រើសរើសយកណាយើងចង់ជ្រើសរើសយកនៅក្នុងផ្នែកដែល filter ដែលចេញមកក្រោយនេះវាឲ្យយើងជ្រើសរើសថាអ្នកឯងចង់ជ្រើសរើសបង្ហាញ presentation ឬក៏ធ្វើរបាយការណ៍នៃការលក់ចំពោះមុខទំនិញមួយណាចង់បានទាំងអស់ឬមួយក៏ចង់បានតែ Coca-Cola អញ្ចឹងខ្ញុំសូម select យកពាក្យថា Coca-Cola តែមួយមុខវានឹងចេញតែ Coca-Cola តែមួយមុខទេអញ្ចឹងបានន័យថា Coca-Cola លក់តាមបុគ្គលម្នាក់លក់ Coca-Cola បានប្រមាណភាគរយនៅកន្លែងនេះហើយខ្ញុំចង់ថា Coca-Cola ប៉ុន្តែខ្ញុំសូមជ្រើសរើសយកឈ្មោះណាខ្ញុំសូមជ្រើសរើសយកឈ្មោះតែ Coca-Cola នេះខ្ញុំសូមជ្រើសរើសយកឈ្មោះថាជាតិពិសីតែប៉ុណ្ណោះអញ្ចឹងជាតិពិសីខ្ញុំselectលើជាតិពិសីមកជាតិពិសីលក់បាន Coca-Cola 33 កេសក្នុងមួយឆ្នាំហ្នឹងលក់បាន33 កេសចេញទិន្នន័យឲ្យយើងតែម្ដងអញ្ចឹងនៅក្នុងនេះមិនចាំបាច់ប្រើរូបមន្តមិនចាំបាច់ប្រើ split មិនចាំបាច់ប្រើ filter ដូចនៅក្នុង Excel ទេអញ្ចឹងវាមាន filter សម្រាប់ឲ្យយើងជ្រើសរើសតែម្ដងតែសូមបញ្ជាក់ឲ្យនេះគឺជាមូលដ្ឋានគ្រឹះនៃការប្រើ Power BI អញ្ចឹង Power BI មាន function ជាច្រើនដែលអ្នក business ដែលអ្នក entrepreneur ត្រូវតែយល់ដឹងនិងជាបច្ចេកទេសចុងក្រោយនៅក្នុងឧស្សាហកម្ម 4.0 នេះអញ្ចឹងបើសិនជាយើងអាចយល់ដឹងពីវាបានច្រើនការងារបច្ចេកទេសសម្រាប់ធ្វើការបត់បង្ហាញសម្រាប់ការធ្វើរបាយការណ៍ពាណិជ្ជកម្មនិងសហគ្រាសគឺជាការល្អអញ្ចឹងនៅក្នុងនេះបើសិនជាករណីខ្ញុំចង់ជ្រើសរើសតែ Coca-Cola ដែលជ្រើសរើសទំនិញទាំងអស់ដោយមិនជ្រើសរើសឈ្មោះណាខ្ញុំចង់ដឹងថាតើទំនិញទាំងអស់លក់បានប្រមាណឯកតាខ្ញុំអាច select បែបនេះអញ្ចឹងខ្ញុំអាចថាដឹងថាតើគ្រប់ខ្ញុំអត់ផ្ដោតទៅលើឈ្មោះទេខ្ញុំផ្ដោតទៅលើថាតើទំនិញនីមួយដែលលក់នៅក្នុងទីផ្សារតើទំនិញណាដែលលក់បានច្រើនជាងគេនៅក្នុងនេះខ្ញុំរកឃើញថាផ្នែកពណ៌នេះគឺ Fanta លក់បានរហូតដល់ចំនួន456 កេសឯចំណែកCoca-Cola លក់បាន668 កេស
ណា668កេសនេះគឺជាវីដេអូស្ដីអំពីការប្រើប្រាស់ Power BI អូខេខ្ញុំសូមបញ្ចប់វីដេអូប៉ុណ្នេះសិនព្រោះកុំឲ្យវែងពេកតែវែងពេកគ្នាយើងពិបាកក្នុងការមើលហើយ